សេរីការមួយស្ដីពីអាគារសម្រាប់ជាបាលក្នុងទីពេទ្យទាំងឯងผมจึงไปถึงត្រូវបានដាក់ឲ្យប្រកាសជាផ្លូវការឲ្យបាទអូអាគារហ្នឹងថាតើមានប្រមាណជាន់មានប្រមាណបន្ទប់បាទអាគារដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុនហ្នឹងគឺបានបើប្រកាសជាផ្លូវការឲ្យចាប់ពីពេលនេះទៅបាទហើយអាគារនេះគឺមានចំនួនបាទ2ខ្នងបាទ2ខ្នងថវិកាចំណាយប្រមាណទៅលោកថវិកាហ្នឹងចំណាយអស់ជាង$20000ជាង$200,000សហរដ្ឋអាមេរិកបាទតើអាដាមរដ្ឋមន្ត្រីលោកបានសង្កត់ធ្ងន់អំពីបញ្ហាការព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ហ្នឹងរបៀបម៉េចខ្លះទៅបាទអាដាមរដ្ឋមន្ត្រីហ្នឹងក៏បានបញ្ជាក់ថានេះជាសមិទ្ធផលថ្មីបន្ថែមទៅលើសមិទ្ធផលជាច្រើនដែលបំរើឲ្យវិស័យសុខាភិបាលនៅខេត្តកំពង់ឆ្នាំងហើយអាដាមក៏បានបញ្ជាក់ទៀតថាក្រោយពីសម្ពោធឲ្យប្រកាសបងប្អូនជាពលរដ្ឋនៅទីនោះនិងតំបន់ជុំវិញនឹងមានទីកន្លែងសម្រាប់ផ្ដល់សេវាកម្មតែស្ឡើងហើយបងប្អូនជាស្ត្រីនឹងមកទទួលសេវាសុខភាពស្ត្រីនៅមន្ទីរពេទ្យបងឯងនេះហើយបានគ្រប់គ្នាដើម្បីកាត់បន្ថយការប្រឈមនិងគ្រោះថ្នាក់ជាយថាហេតុនិងដោយកត្តាផ្សេងៗទៀតហើយអាដាមក៏បានស្នើឲ្យបុគ្គលិកទីពេទ្យទាំងអស់ហ្នឹងយកចិត្តទុកដាក់អនុវត្តទៅតាមទូនីតិនិងភារកិច្ចរៀងៗខ្លួនប្រកបដោយក្រមសីលធម៌ជាជីវៈពេទ្យដោយប្រកាន់នៅអត្តចរិតថ្លៃថ្នូររីរាយរាក់ជាមួយជំងឺដែលបានមកទទួលសេវាគ្រប់គ្នាបាទលោកវិឡាយមានបានដឹងតួលេខថាតើបងប្អូនអ្នកជំងឺមួយខែទៅកាន់មន្ទីរពេទ្យហ្នឹងគឺមានតួលេខប្រមាណទេនៅទីនោះដែរគឺមិនបានបញ្ជាក់អីតួលេខទេតែបើសិនជាមានអញ្ចឹងគឺអាចជួយសម្រួលដល់ពួកគាត់ណាបាទមិនអីទេប៉ុន្តែយើងឃើញថាការផ្ដល់សេវាផ្នែកសុខាភិបាលនៅមន្ទីរពេទ្យហ្នឹងគ្រប់គ្រាន់សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅទេមុនពេលមានអាគារហ្នឹងបាទនៅពេលដែលពីមុនមកគឺការសេវាហ្នឹងគឺវាមានភាពល្អឥឡូវដោយសារអាគាររបស់យើងមានតិចបាទឥឡូវនេះគឺមានអាចគ្រប់គ្រាន់បាទ